សូមចូលរួមរំលែងទុក្ខមនុស្ស6នាក់បានស្លាប់ដោយជន់ដៃដល់មានគ្រាប់បែកនៅក្នុងហេតុការណ៍បង្ក្រាបករណីពាក់ព័ន្ធគ្រឿងញៀននៅឯឃុំអូសាមស្រុកវាលវែងខេត្តពោធិ៍សាត់យ៉ាងហោចណាស់មនុស្ស6នាក់បានស្លាប់និងម្នាក់រងរបួសនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកវាលវែងខណៈដែលសមត្ថកិច្ចបានចូលទៅឡោមព័ទ្ធជនសង្ស័យហើយជនបង្កក៏បានផ្ទុះគ្រាប់បែកឡើងលោកធៀងលេងអភិបាលស្រុកវាលវែងខេត្តពោធិ៍សាត់បានបញ្ជាក់ថាករណីបង្ក្រាបគ្រឿងញៀននេះជនបង្កបានបំផ្ទុះគ្រាប់បែកកែច្នៃខណៈដែលកម្លាំងមានសមត្ថកិច្ចមានទាំងនគរបាលកម្លាំងប្រជាការពារបានចូលទៅឡោមព័ទ្ធជនសង្ស័យដោយជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនហើយបានប្រើប្រាស់អំពើហិង្សាលើគ្រួសារក្រោយពីទទួលបានករណីនេះនគរបាលក៏បានចុះទៅកន្លែងកើតហេតុពេលនោះជនបង្កមានគ្រាប់បែកកែច្នៃក៏បានបំផ្ទុះនៅពេលដែលកម្លាំងនគរបាលនិងប្រជាការពារចូលទៅជិតជនសង្ស័យបានដាល់ឲ្យផ្ទុះរបួសនិងស្លាប់ចំនួន6នាក់មានសមត្ថកិច្ចរួមទាំងជនបង្កផងដែរតាមរយៈសេចក្តីប្រកាសបន្តថានៅថ្ងៃទី5ខែសីហាឆ្នាំ2026វេលាម៉ោងប្រហែលជា 17:00 នាទីនៅចំណុចអូបាយក្រៀមស្ថិតនៅក្នុងភូមិឆាយលូកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់មានករណីប្រើប្រាស់គ្រឿងញៀននិងអំពើហិង្សានៅក្នុងគ្រួសារដោយប្រពន្ធជនសង្ស័យបានទៅប្តឹងលោកមេប៉ុកអំពីប្តីរបស់ខ្លួនឈ្មោះអែមដុំបានប្រើប្រាស់អំពើហិង្សាវាយដំមកលើខ្លួនក្រោយពីទទួលបានពាក្យបណ្ដឹងពីប្រពន្ធជនសង្ស័យភ្លាមលោកអនុស្នេហ៍ឯកសោមរានីប៉ុស្តិ៍បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងប្រជាការពារសរុបចំនួន7នាក់បានចេញទៅអន្តរាគមន៍ភ្លាមពេលដែលចូលទៅបង្ក្រាបនាំខ្លួនជនសង្ស័យពេលនោះជនសង្ស័យបានគំរាមកំហែងដល់កងកម្លាំងសមត្ថកិច្ចកុំឲ្យចូលពេលនោះមេប៉ុស្តិ៍និងប្រជាការពារស្ទុះចូលទៅអោបជនសង្ស័យមានគ្រាប់បែកនៅនឹងដៃក៏ប្រឡែងគ្រាប់បែកផ្ទុះស្លាប់តែម្ដងនៅក្នុងប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀននិងប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារក្នុងហេតុការណ៍នេះបណ្ដាលឲ្យមន្ត្រីពលីនគរបាលជាតិនិងប្រជាការពារសរុបចំនួន5នាក់ស្លាប់ជនបង្ក1នាក់និងរងរបួសប្រជាការពារ1នាក់នៅឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់នៅក្នុងហេតុការណ៍នេះផងដែរអាដាមអភិសន្តិបណ្ឌិតសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិរដ្ឋបាលខេត្តរួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតនៅក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកងកម្លាំងប្រជាការពារបងអើយនេះទូក្របបែកនៅស្រុកវាលវែងអូសោមនេះនៅបែកផ្ទះដល់កនេះ6នាក់បងអើយ6នាក់ទូក្របបែកនៅស្រុកវាលវែងអូសោមយើងនេះនេះស្លាប់អស់ហើយនៅសល់2ទេនៅសល់2នាក់នេះដាច់ដៃដាច់ជើងចេញពីវាអស់ហើយ